bạn ngàyនេះខ្ញុំសូមជម្រាបជូនលោកលោកស្រីអំពីការបកប្រែអត្ថបទជាភាសាខ្មែរខ្ញុំមានវីដេអូមួយដែលខ្ញុំនឹងបង្ហាញដូចតទៅនេះអរគុណបាទអញ្ចឹងខ្ញុំភាសាស្រាវជ្រាវហើយក៏សាមើល YouTube ពាក់ព័ន្ធទៅនឹងព័ត៌មានផ្សេងៗជាភាសាបរទេសអញ្ចឹងតែខ្ញុំអត់ដឹងថាវាមានន័យថាម៉េចទេអញ្ចឹងខ្ញុំក៏ចម្លង transcript នេះហើយខ្ញុំ copy transcript ទាំងអស់ហ្នឹងមកបាទហើយខ្ញុំ copy មក Ctrl C បាទតែពី Ctrl C ហើយខ្ញុំចូលទៅកាន់ app យើងមិញហ្នឹងដែលផ្ដល់ link នៅខាងក្រោមហ្នឹងហើយខ្ញុំផាសនៅកន្លែងប្រអប់អត្ថបទដើមខ្ញុំចុចប្រើ Google AI បកប្រែអត្ថបទនេះអញ្ចឹងការបកប្រែកន្លែងនេះគឺវាចេញមកគឺមានថាបកប្រែមកឆៅមានន័យថាវាចេញទៅតាមគេហៅន័យត្រង់របស់អត្ថបទទាំងមូលពេលខ្លះយើងមើលអត់យល់ទេអញ្ចឹងយើងរងចាំមើល1នាទីពេលនោះវានឹងបកប្រែរួចរាល់ហើយយើងកុំតន់អានអីកន្លែងនេះអានមិនយល់ទេអញ្ចឹងយើងអាចចុចប៊ូតុងមួយទៀតសង្ខេបអត្ថបទជាភាសាខ្មែរបាទអញ្ចឹងខ្ញុំតែងតែធ្វើនេះដើម្បីចង់ដឹងថាវីដេអូនោះនឹងនិយាយអំពីអីយើងរងចាំវាប្រហែលជា30វិនាទីទៅវានឹងចេញមកនេះអត្ថបទនេះគឺជាអត្ថបទដែលសង្ខេបមានលំដាប់លំដោយមានអត្ថន័យអាចយល់បានហើយយើងចុចចម្លង script នឹងក៏បានឬក៏យើងចុចទាញយកឯកសារជា file Word នេះក៏បានដែរបាទការធ្វើដូចនេះយើងអាចយកទៅបង្កើតជាមាតិកាផ្សេងៗដូចជាមាតិកាធ្វើបទបង្ហាញឬក៏មាតិកាព័ត៌មានផ្សេងៗដែលយើងយកពីវីដេអូ YouTube ដែលល្បីៗមានអ្នកសិក្សាច្រើនហើយយើងចង់ដឹងមុនគេអញ្ចឹងហ្នឹងហើយបាទអរគុណអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនា